ជួបគ្នាទៀតដែរបងប្អូនអញ្ចឹងថ្ងៃនេះផងដែរយើងមានមុខម្ហូបសាច់គោលូជ្រុញអញ្ចឹងគ្រឿងផ្សំរបស់វាមានដូចជាសាច់គោហើយនិងខ្ទឹមសហើយបន្តមកទៀតគឺប្រេងខ្យងយើងយកបោះខ្មែរបើក៏យើងយកបោះខ្មែរដូចគ្នាហើយនឹងចុងក្រោយហ្នឹងគឺម្រេចក៏យកបោះខ្មែរដូចគ្នាអញ្ចឹងឥឡូវយើងចាប់ផ្ដើមប្រឡាក់សាច់គោប្រេងខ្យងមកយើងមួយនឹងម្រេចមួយអីរួចរាល់មកអញ្ចឹងយើងប្រឡាក់ហើយយើងចាប់ផ្ដើមដាក់វាចៀនដោយសារតែខ្ញុំអត់ចេះកាត់ភ្លើងអាហ្នឹងគេត្រូវអាំងតែអ្នកចេះកាត់ភ្លើងគឺខ្ញុំចៀនហើយបងប្អូនទាំងអស់គ្នាបើសិនជាអនាម័យគួរតែប្រើទឹកគៀបប្រើអីត្រឹមត្រូវណាតែដោយសារតែខ្ញុំហូបដៃគឺវាឆ្ងាញ់ហើយហូបខ្លួនឯងទៀតអញ្ចឹងខ្ញុំប្រើដៃតែហើយបងប្អូនទាំងអស់គ្នាចៀនគឺយើងប្រើប៊ឺទៅវាឈ្ងុយឥឡូវសាច់គោរបស់យើងគឺឆ្អិនឲ្យបានទំនងខ្លាំងមែនតើឥឡូវយើងធ្វើទឹកជ្រលក់មកហល់ហើយអ្វីដែលមិនភ្លេចបានបងប្អូននេះណែតែនយើងកុំភ្លេចបោះជាម្ហូបឆ្ងាញ់បែបហ្នឹងគឺយើងត្រូវតែមានបោះជាហើយបែបហ្នឹងអញ្ចឹង1 2 3ប៉ុងអីទៅប្រកបពីសម្រាប់ពីការងារមកឥឡូវនេះយើងចាប់ដើមសាច់គោរបស់យើងឆ្អិនហើយយើងចាប់ដើមថែមរសជាតិរបស់វាគឺយើងរោយស្លឹកខ្ទឹមបន្ថែមទៀតមកបងប្អូនបើសិនជាបងប្អូនអត់ចូលចិត្តមិនដាក់ក៏បានដែរតែខ្ញុំចូលចិត្តតទៅពីយើងរោយស្លឹកខ្ទឹមហើយយើងកុំភ្លេចនេះណាពីអត់មើលសិនតើមានបានអីអត់វ៉ាវបានមកកំប៉ុងហើយទៅគ្រាន់បានដូរអង្វាន់មកទៀតតមកទៀតមកគឺយើងចាក់ចូលចាំងមកចាក់ចូលជួយចាំងមកបងប្អូនភាសាកុំភាសាច្រើនពេកបងប្អូនភាសាដោយទទួលខុសត្រូវណាបងប្អូនភាសាហើយវឹងនៅផ្ទះកុំចេញតណាតណីអូខេហើយចុងក្រោយនេះគឺការហាន់សាច់គោរបស់យើងគឺយើងហាន់ដូចជាលោកមួយដែលល្បីនៅក្នុង Facebook ណាយើងហាន់ហើយគឺយើងធ្វើ style បែបនេះមកតែវីដេអូយើងមានតែប៉ុណ្ណឹងបាយបាយ